សូមចុចទៅលើពាក្យ Subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណកាលពីព្រេងនាយមានភូមិមួយនៅជិតបឹងទន្លេសាបដែលកំពុងជួបប្រទះគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរគ្មានទឹកមួយដំណក់ឡើយបុកស្រែយើងក្រៀមស្វិតអស់ហើយមីងបុផាតើយើងត្រូវធ្វើកសិកម្មយ៉ាងដូចម្ដេចទៅមេឃមិនបង្អភ្លៀងសោះប្រជាជនយើងច្បាស់ជាដាច់ពោះស្លាប់មិនខានបើយើងរកទឹកមិនបានអ្នកភូមិបានព្យាយាមជីកអណ្ដូងជ្រៅបណ្ណាក៏ដោយក៏នៅតែមិនឃើញមានប្រភពទឹកសោះឡើយចុះហេតុអ្វីបានជាគ្មានទឹកម្ល៉េះបានប្រឹងអស់ពីលទ្ធភាពហើយរទ្ធីខ្ញុំដឹងថាឯងខឹងតែវាគ្មានប្របាអណ្ដូងនេះរីងស្ងួតអស់ហើយលោកមេភូមិខ្ញុំចុះទៅដល់បាតក៏គ្មានទឹកមួយដំណក់ដែរកុំតន់អស់សង្ឃឹមអីរទ្ធីយើងត្រូវតែសុំជំនួយពីទេវតាក្រែងមានអភូតហេតុកើតឡើងស្រាប់តែពេលនោះព្រះនាងសុវណ្ណមច្ឆាបានកាឡាខ្លួនជារូបមនុស្សយាងឡើងពីបាតទន្លេដើម្បីជួយសង្គ្រោះបានអ្នកជានរណាហេតុអ្វីបានជាមានពលឺចែងចាំងចេញពីខ្លួនអ្នកដូច្នេះខ្ញុំគឺសុវណ្ណមច្ឆាខ្ញុំបានឮសូរសំឡេងយំសោករបស់ផែនដីទើបខ្ញុំឡើងមកទីនេះរទ្ធីបាននាំព្រះនាងមកជួបមេភូមិអ្នកភូមិទាំងអស់មានក្តីសង្ឃឹមឡើងវិញពេលឃើញព្រះនាងសូមក្រាបថ្វាយបង្គំព្រះនាងភូមិយើងខ្ញុំកំពុងជួបគ្រោះកាចតើព្រះនាងអាចជួយយើងបានទេសូមលោកមេភូមិក្រោកឡើងចុះខ្ញុំមកទីនេះសូមលោកមេភូមិក្រោកឡើងចុះខ្ញុំមកទីនេះដើម្បីស្វែងរកវិធីនាំទឹកត្រឡប់មកវិញសូមព្រះអង្គមេត្តាមីងបុប្ផាដែលជាចាស់ទុំក្នុងភូមិបានរំលឹកពីប្រវត្តិសាស្ត្រនិងអាចកំបាំងនៃប្រាសាទបុរាណក្នុងព្រៃជ្រៅនេះជាផ្លូវតែមួយគត់ខ្ញុំនឹងទៅឥឡូវនេះយោងតាមគម្ពីរនេះមានប្រភពទឹកវេទមន្តនៅប្រាសាទបុរាណប៉ុន្តែវាត្រូវបានការពារដោយអាចកំបាំងបើឯងមិនទៅទេអ្នកភូមិទាំងអស់នឹងត្រូវវិនាសទោះបីជាលំបាកយ៉ាងណាក៏ខ្ញុំត្រូវតែទៅដោះស្រាយអាចកំបាំងនោះដើម្បីសង្គ្រោះអ្នកភូមិដោយក្តីក្លាហានយុវជនរទ្ធីបានសុំស្ម័គ្រចិត្តធ្វើជាអ្នកនាំផ្លូវព្រះនាងឆ្ពោះទៅកាន់ប្រាសាទបុរាណខ្ញុំស្គាល់ផ្លូវកាត់ព្រៃនេះច្បាស់ណាស់ខ្ញុំនឹងការពារព្រះនាងរហូតដល់ប្រាសាទសូមឲ្យអ្នកទាំងពីរធ្វើដំណើរដោយសុវត្ថិភាពនិងនាំយកជោគជ័យមកឲ្យភូមិយើងការធ្វើដំណើរពិតជាលំបាកខ្លាំងណាស់កម្ដៅថ្ងៃដ៏សែនក្ដៅបានធ្វើឲ្យរទ្ធីអស់កម្លាំងយ៉ាងខ្លាំងខ្ញុំយល់ពីការលំបាករបស់អ្នកតែយើងត្រូវទៅមុខទៀតខ្ញុំអស់កម្លាំងខ្លាំងណាស់ព្រះនាងមិនហត់ទេឬអាកាសធាតុក្ដៅខ្លាំងណាស់ខ្ញុំស្ទើរតែដកដង្ហើមមិនរួចហើយតស៊ូឡើងរទ្ធីគោលដៅរបស់យើងនៅមិនឆ្ងាយទេយើងមិនអាចបោះបង់បានឡើយនៅពេលពួកគេទៅដល់ទ្វារប្រាសាទស្រាប់តែមានសត្វស្វាដ៏ធំមួយដែលជាអ្នកយាមប្រាសាទលោតចុះមកស្កាត់ផ្លូវសត្វចម្លែកអ្វីទៅថយចេញភ្លាមកុំមករារាំងផ្លូវយើងឈប់សិនមនុស្សលោកគ្មានអ្នកណាអាចចូលក្នុងប្រាសាទសត្វសិទ្ធិនេះដោយងាយៗបានទេព្រះនាងបានបោះជំហានទៅមុខដោយចិត្តស្ងប់ហើយប្រាប់អ្នកយាមអំពីគោលបំណងពិតប្រាកដរបស់ពួកគេតើអ្នកជានរណាហេតុអ្វីបានជាអ្នកហ៊ានមករំខានទីកន្លែងដ៏ស្ងាត់ជ្រងំនេះខ្ញុំមកដើម្បីសុំប្រភពទឹកទិព្វយកទៅសង្គ្រោះប្រជារាស្ត្រដែលកំពុងរងទុក្ខវេទនាអ្នកយាមប្រាសាទយល់ព្រមឲ្យចូលតែលុះត្រាតែព្រះនាងអាចដោះស្រាយល្បែងប្រាជ្ញាទី1របស់គេបានបើចង់បានទឹកត្រូវឆ្លើយសំណួរខ្ញុំអ្វីដែលដើរដោយគ្មានជើងយំដោយគ្មានភ្នែកដើរគ្មានជើងយំគ្មានភ្នែកវាមិនសមហេតុផលតតែសោះលោកតាយាមទ្វារព្រះនាងបានញញឹមហើយឆ្លើយតបយ៉ាងឆ្លៀសវៃដែលធ្វើឲ្យអ្នកយាមប្រាសាទកោតសរសើរប្រាជ្ញារបស់នាងយ៉ាងខ្លាំងចម្លើយគឺពពកវាអណ្ដែតលើមេឃគ្មានជើងហើយទម្លាក់ដំណក់ទឹកភ្លៀងដូចជាទឹកភ្នែកអ្នកពិតជាមានប្រាជ្ញាឆ្លៀសវៃមែនព្រះនាងសូមយើងចូលទៅខាងក្នុងចុះចូលមកដល់ខាងក្នុងពួកគេឃើញអាងទឹកនាគរាជដ៏ធំមួយប៉ុន្តែគ្មានទឹកសូម្បីមួយដំណក់វាស្ងួតខ្លាំងណាស់ហេតុអ្វីបានជាគ្មានទឹកនៅទីនេះអាងទឹកនេះស្ងួតហួតហែងអស់ហើយតើយើងអាចរកទឹកទិព្វឃើញនៅឯណាទៅប្រភពទឹកមិនបានរីងស្ងួតទេវាគ្រាន់តែត្រូវគេលាក់បាំងយើងត្រូវតែរកអាចកំបាំងចុងក្រោយឲ្យឃើញអ្នកយាមបាននាំពួកគេមកដល់បន្ទប់សម្ងាត់ដែលតម្កល់ក្អមទឹកដ៏ពិសិដ្ឋនេះគឺជាក្អមទឹកទិព្វប៉ុន្តែទឹកនឹងហូរចេញមកលុះត្រាតែមានការលះបង់ដ៏បរិសុទ្ធការលះបង់ឬតើលោកចង់ឲ្យពួកយើងធ្វើអ្វីទៅដើម្បីឲ្យទឹកហូរត្រូវមានអ្នកសម្រស់ទឹកភ្នែកដែលកើតចេញពីក្តីមេត្តាពិតប្រាកដចំពោះអ្នកដទៃទឹកទិព្វនេះមិនអាចដោះដូរដោយមាសប្រាក់ទេវាត្រូវការទឹកភ្នែកនៃសេចក្តីស្រឡាញ់និងសេចក្តីមេត្តាពិតខ្ញុំយល់ហើយក្តីទុក្ខលំបាករបស់អ្នកភូមិគឺជាក្តីឈឺចាប់របស់ខ្ញុំព្រះនាងនឹកឃើញដល់ទឹកមុខដ៏កំសត់របស់អ្នកភូមិទឹកភ្នែកដ៏បរិសុទ្ធក៏ស្រក់ចុះមកសូមឲ្យដំណក់ទឹកភ្នែកនេះក្លាយជាប្រភពនៃជីវិតសម្រាប់អ្នកភូមិទាំងអស់គ្នាសូមធម្មជាតិមេត្តាប្រទានទឹកត្រឡប់មកផែនដីវិញចុះភ្លាមនោះទឹកដ៏ថ្លាឆ្វេងបានផុសចេញពីក្អមហូរហៀពេញប្រាសាទទាំងមូលប្រញាប់ឡើងរទ្ធីយើងត្រូវនាំចរន្តទឹកនេះត្រឡប់ទៅកាន់ភូមិវិញចុះយោទឹកហូរមកហើយព្រះនាងពិតជាធ្វើបានមែនអ្នកយាមប្រាសាទបានអោនគោរពព្រះនាងដែលមានបេះដូងដ៏ប្រពៃនិងភាពក្លាហានទឹកចិត្តរបស់អ្នកពិតជាអស្ចារ្យណាស់
ប្រាសាទនេះនឹងរក្សាទឹករហូតដល់រាប់ណាមនុស្សនៅមានសេចក្តីមេត្តា អរគុណលោកតាដែលបានជួយថែរក្សាទីនេះខ្ញុំនឹងចងចាំជានិច្ច ចរន្តទឹកទឹកបានហូរចាក់ស្រោចស្រពតំបន់ដីស្ងួតហួតហែងនាំយកជីវិតរស់រវើកត្រឡប់មកភូមិវិញ ទឹកហូរមកវិញហើយស្រែចម្ការយើងមានសង្ឃឹមហើយមីងបុប្ផា ទេវតាអើយព្រះនាងពិតជាបានជួយសង្គ្រោះភូមិយើងមែនយើងរស់ហើយ អ្នកភូមិទាំងអស់បានជួបជុំគ្នាដើម្បីថ្លែងអំណរគុណដល់ព្រះនាងនិងឫទ្ធីដែលបានលះបង់ដើម្បីអ្នកគ្រប់គ្នា តាំងនាមឲ្យអ្នកភូមិទាំងអស់ខ្ញុំសូមអរព្រគុណព្រះនាងនិងឫទ្ធីដែលបានសង្គ្រោះជីវិតពួកយើង សន្តិភាពនិងភាពសម្បូរសប្បាយកើតមានដោយសារការសាមគ្គីរបស់អស់លោកអ្នកគ្រប់គ្នា មែនហើយ ក្រោយពីបំពេញបេសកកម្មរួចរាល់ព្រះនាងមច្ឆាក៏បានត្រឡប់ទៅកាន់បាតទន្លេវិញបន្សល់ទុកនៅមេរៀននៃក្តីមេត្តាជារៀងរហូត លាហើយអ្នកទាំងអស់គ្នាសូមចងចាំថាក្តីមេត្តាគឺជាប្រភពទឹកដែលមិនចេះរីងស្ងួតឡើយលាហើយព្រះនាង